ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍កម្មការនៅប៉ុស្តិ៍របស់នាងខ្ញុំហើយវីដេអូថ្ងៃនេះនាងខ្ញុំចង់ចែកម្លែកបងប្អូនទាំងអស់គ្នាតាក់ទងនឹងសន្និច័មចាដែល channel មួយនេះគឺកាលពីមុននាងខ្ញុំតែងតែធ្វើតាក់ទងនឹងសន្និច័មបងប្អូនប៉ុន្តែមួយរយៈក្រោយមកគឺដាច់ព័ត៌មានសន្និច័មតែម្ដងចឹងបងប្អូនទាំងអស់គ្នាដែលមានសន្និច័មខ្ញុំចង់សួរថាសម្រាប់សត្វគោបងប្អូនទាំងអស់គ្នាវាឈឺអត់ក្នុងកំឡុងពេលមួយរយៈមកនេះដោយសារតែការមកវឹកគោឈឺនោះនាងខ្ញុំគឺសម្រុកចេញវីដេអូក៏ដូចជាចំណេះដឹងដើម្បីជួយដល់បងប្អូនច្រើនខ្លាំងមែនតើប៉ុន្តែមួយរយៈក្រោយមកក៏បាត់ដោយសារតែនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនដែលមិនអាចចេញបានអញ្ចឹងថ្ងៃនេះខ្ញុំមានតំណែងល្អមួយដោយសារតែសន្និច័មរបស់ខ្ញុំវានៅក្មេងខ្ចីខ្លាំងមែនតើប៉ុន្តែវាក៏ដល់ពេលដែលត្រូវរកគូសកលចឹងហើយសន្និច័មរបស់ខ្ញុំហ្នឹងគឺជាសត្វញីបងប្អូនសត្វគោអញ្ចឹងគឺបើគិតពីអាយុគឺខ្លីខ្លាំងមែនតើហើយបងប្អូនចង់ដឹងថាតើអាយុវាប៉ុន្មានហើយវាដល់គូសកលហ្នឹងយើងត្រូវធ្វើម៉េចហើយលទ្ធផលនោះតើយ៉ាងណាគឺនេះខ្ញុំនឹងបង្ហាញជូនបងប្អូនតាក់ទងនឹងអត្ថបទមួយនេះជាមួយនឹងរូបភាពក៏ដូចជាសន្និច័មរបស់នាងខ្ញុំដែរអញ្ចឹងថ្ងៃនេះគ្រាន់តែចង់បង្ហាញបងប្អូនទាំងអស់គ្នាក៏ដូចជានិយាយលេងមួយបងប្អូនទាំងអស់គ្នាថាតើសុខទុក្ខរបស់បងប្អូនទាំងអស់គ្នានឹងមិនយ៉ាងហើយនាងខ្ញុំគឺមិនសូវជាកាត់ទុកអីហើយក៏មិនសូវជាសប្បាយដែរបងប្អូនគឺធម្មតានឹងឯងជីវិតគឺតែងតែមានបញ្ហាខ្លះមកតាមពីក្រោយយើងហើយអញ្ចឹងហើយបងប្អូនដែលមានសន្និច័មអាចដាក់មកហើយបងប្អូនដែលចូលចិត្តមើលវីដេអូសន្និច័មរបស់នាងខ្ញុំក៏អាចcomment ផងដែរដើម្បីនាងខ្ញុំដឹងថាបងប្អូនចូលចិត្តវីដេអូនាងខ្ញុំដែរឬអត់អញ្ចឹងណាហើយសម្រាប់សន្និច័មមួយរយៈនេះគឺវាអត់សូវបានថ្លៃបងប្អូននៅតែតម្លៃនៅតែថោកហើយខ្ញុំនឹងបង្ហាញពីការទុកដាក់ចំណីអាហារឲ្យសន្និច័មរបស់ខ្ញុំគឺសត្វគោអញ្ចឹងឆ្នាំនេះគឺចំណាយនៅថវិកាច្រើនខ្លាំងមែនទែនសម្រាប់ស្តុកទុកអាហាររបស់គោនឹងឯងចឹងហើយនឹងខ្ញុំក៏សូមបញ្ចប់វីដេអូឃ្លីបតាមប៉ុណ្នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរងចាំមើលវីដេអូសន្និច័មរបស់ខ្ញុំជាមួយនឹងសកម្មភាពពិតជាក់ស្ដែងតែម្ដងចឹងហើយសង្ឃឹមថាបងប្អូននៅតែគាំទ្រវីដេអូរបស់នាងខ្ញុំហើយអរគុណបងប្អូនអរគុណទុកមុនបើសិនជាបងប្អូនចូលថ្មីសូមកុំភ្លេចជួយចុច Subscribe ឲ្យនាងខ្ញុំអ្នកមួយផងបាយបាយ